ngàyនេះខ្ញុំមានមុខម្ហូបថ្មីមកទៀតហើយអ្នកទាំងអស់គ្នាមុខនេះញ៉ាំអត់តលាន់ហើយចុកបាយច្រើនទៀតសាច់ជ្រូក3ជាន់យ៉ាងហ្នឹងអ្នកទាំងអស់គ្នាខ្ញុំយកវាមកឆាមួយកាពិសម្រាប់សាច់3ជាន់ខ្ញុំមិនយកទៅឆាទាំងចឹងទេណាខ្ញុំយកវាទៅម្លីងឲ្យចេញខ្លាញ់ 80% សិនធ្វើចឹងមកយើងញ៉ាំអត់តលាន់ហើយឆ្ងាញ់មែនតើអ្នកទាំងអស់គ្នារបៀបដែលខ្ញុំធ្វើមាននៅក្នុងវីដេអូនេះទាំងអស់អ្នកទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានណា